សួស្តីថ្ងៃនេះនាងខ្ញុំមកអ៊ុតជ្រក់កាស្នោរបស់នាងខ្ញុំគឺថាជូរល្មមឆ្ងាញ់តែម្ដងគ្រាន់តែស្ដាប់សំឡេងក៏ដឹងតែស្រួយឆ្ងាញ់ដែរពុកម៉ែបងប្អូនហើយថ្ងៃហ្នឹងមានត្រីអាំងដោយសារតែថ្ងៃហ្នឹងត្រីស្ទឹងចាប់ដើមរៀងត្រូវក្រាន់ជាងសពដងហើយនាងខ្ញុំក៏យកវាមកបំពងញ៉ាំជាមួយជ្រក់ត្រូវគ្នាណាពុកម៉ែបងប្អូនអើយជ្រក់នេះយើងយកមកញ៉ាំអញ្ចឹងក៏បានយើងយកទៅលេខគ្រឿងបន្ថែមទៀតក៏បានតែចំពោះនាងខ្ញុំគឺរសជាតិប៉ុណ្ណឹងគឺល្មមមិនតិចអញ្ចឹងដាក់ត្រីអាំងជ្រក់កាស្នោមកគឺថាឆ្ងាញ់ហ្មងស្រួយឆ្ងាញ់ណាស់ដាក់មកគឺថាស្រួយស្រាប់តែម្ដងថ្ងៃនេះគឺសារតែត្រូវរៀងចូលបន្តិចដែរពុកម៉ែបងប្អូនចេញបាន10គីឡូយកមកធ្វើប្រហុកនិយាយទៅប្រហុកដែលយើងធ្វើដោយខ្លួនឯងអញ្ចឹងវាឆ្ងាញ់ណាពុកម៉ែបងប្អូនណាមួយយើងស្និតបើយើងរបស់ដែលយើងទិញគេគឺយើងអត់ស្និតទេរបស់អីផ្សេងយើងអាចទិញគេយកមកលាងទឹកបានតែចំពោះប្រហុកមួយគឺមិនអាចទេពុកម៉ែបងប្អូនយើងធ្វើខ្លួនឯងគឺយើងស្និតហើយយើងហូបដល់ជឿជាក់មកបើទិញគេពេលខ្លះរៀងល្អដែរហ្នឹងណាត្រីប៉ុណ្ណឹងគឺនាងខ្ញុំទិញគេមក25,000ខ្ញុំទិញ10គីឡូយកមកធ្វើប្រហុកពុកម៉ែបងប្អូនហើយក៏ដកខ្លះយកមកអាំងនឹងឯងពុកម៉ែបងប្អូនព្រោះថ្ងៃនេះនាងខ្ញុំមានផ្កាស្នោដាក់មកគឺថាត្រូវជាតិគ្នាតែម្ដងហើយចំពោះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនចាំជួបនាងខ្ញុំនៅវីដេអូថ្មីបន្តទៀតអរគុណសូមជម្រាបលា